អ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំបង្ហាញបន្តពីវីដេអូមុនណាអឺដែលខ្ញុំប្រាប់ថាពីរបៀបដែលយើងស្រង់សាច់ពីលើទន្លេហ្នឹងមកពីស្លង់នៅលើទន្លេហ្នឹងធ្វើម៉េចបានសាច់មកដល់លើគោកអញ្ចឹងបងប្អូនមើលទៅលើកន្លែងគេឆែងដែកពណ៌ខ្មៅនោះឃើញតែមានហូរមកខ្លាំងមកទាំងសាច់មកទាំងទឹកគឺស្មើគ្នាហើយអេសកាពងកាយសាច់ឡើងលើនឹងថាយើងស្រង់សាច់ឡើងលើបងប្អូនហើយសម្រាប់ទឹកវាហូរទៅតាមប្រហើយ2ហើរទៅតាមប្រហើយនេះទាំងពីរប្រហើយហ្នឹងគឺហូរចូលទៅក្នុងទន្លេវិញទឹកគួយខ្លាំងបងប្អូនប្រឡោះនេះមួយប្រឡោះនេះមួយប៉ុន្តែវាអត់មានដោយសាច់ទៅជាមួយព្រោះសាច់វានៅខាងក្រោមសាច់វាធ្ងន់ជាងអញ្ចឹងវានៅខាងក្រោមហើយទឹកវានៅខាងលើអញ្ចឹងវាស្មើនឹងមាត់កាយ៉ូហ្នឹងគឺវាហូរចូលទៅក្រោមហើយអេសកាគឺឈរនៅតែមួយកន្លែងទេចាំស្រង់សាច់ពីមុខកញ្ឆែងហ្នឹងមកហ្មងឃើញថាយើងស្រង់ឡើងលើវាមានដោយទាំងសាច់មានដោយទាំងទឹកប៉ុន្តែសម្រាប់ទឹកគឺអាកន្លែងពនូខ្សាច់ខ្ពស់ហ្នឹងគឺវានឹងហូរចុះមកក្រោមហូរចុះមកជំរាលតាមហ្នឹងមកវាមកដល់ប្រឡោះនេះដដែលតកងអិចគឺក៏ធ្វើការងារដដែលស្រង់ម្ដងមួយប៉ែលអញ្ចឹងយើងក៏លេងទៅមើលស្លង់ហើយនឹងអូកំពុងដបូមនៅខាងក្រោយវិញឥឡូវគាត់បូមមកពាក់កណ្ដាលហើយសម្រាប់វីដេអូដែលយើងបាញ់ទឹកនៅក្នុងអូដើម្បីបូមសាច់ឡើងលើហ្នឹងគឺខ្ញុំមាននៅក្នុងវីដេអូមុនដែលខ្ញុំផុសហើយអញ្ចឹងបងប្អូនចង់ឃើញអាចចូលទៅមើលវីដេអូចាស់របស់ខ្ញុំទាំងអស់គ្នាមនុស្សនៅខាងក្នុងសាឡុងហ្នឹងបងប្អូនគាត់មានអ្នកកាន់សយោបាញ់ហើយនឹងមានអ្នកកាន់សយោបូមបហូរវាមកតាមសយោខ្មៅនេះចេញមករហូតលើកពីទន្លេមកសយោខ្មៅនេះចូលទៅក្នុងកញ្ឆែងរែងចេញជាខ្សាច់លេខ1ខ្សាច់លេខ2ហើយនឹងអាកន្លែងក្រោយកញ្ឆែងនេះវាចេញកាកតំណឬមួយក៏ផុកឬមួយក៏ថ្មអាចកាយអីគឺវាហូរមកក្រោយនេះមានដោយដុំគ្រោះដុំដីដុំថ្មអីវាហូរមកក្រោយហើយអាល្អិតខ្សាច់ហើយនឹងទឹកវាហូរទៅតាមប្រឡោះមុខអញ្ចឹងសម្រាប់អ្នកដែលចូលចិត្តវីដេអូរបស់ខ្ញុំឬមួយក៏គិតថាវីដេអូនេះជាប្រយោជន៍ទៅកាន់បងប្អូនទាំងអស់គ្នាសូមជួយចុច Subscribe Channel YouTube របស់ខ្ញុំទាំងអស់គ្នាហើយសម្រាប់វីដេអូក្រោយទៀតខ្ញុំនឹងបង្ហាញបងប្អូននឹងមានអ្វីដែលថ្មីប្លែកចែកជូនទៅកាន់បងប្អូនទស្សនាទាំងអស់គ្នាទឹកហូរខ្លាំងព្រោះយើងបូរមកសយោវាធំអញ្ចឹងมันចេញមកទាំងសាច់ចេញមកទាំងទឹកស្មើគ្នាហើយអេសកាចាំតែស្រង់សាច់នៅមួយកន្លែងសម្រាប់នៅក្នុងវីដេអូរបស់ខ្ញុំប្រហែលជាមានសំឡេងរំខានតិចដោយសារតែខ្ញុំអត់មានប្រើម៉ៃស្រូបសំឡេងទេខ្ញុំថតជាមួយនឹងទូរស័ព្ទរបស់ខ្ញុំផ្ទាល់ហើយខ្ញុំអាប់ឡូតចូល channel របស់ខ្ញុំ
អញ្ចឹងបើសិនជាបងប្អូនពេញចិត្តវីដេអូនេះសូមជួយចុច Subscribe Channel YouTube របស់ខ្ញុំផងអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអរគុណ